នៅថ្ងៃទី29ខែមីនាឆ្នាំ2025ក្រុមការងារបោះឆ្នោតគណៈបកហ៊ុនស៊ិនប៉ិចខេត្តកណ្ដាលដឹកនាំដោយឯកឧត្តមគង់មណ្ឌលបានបើកកិច្ចប្រជុំសកម្មជនគណៈបកមូលដ្ឋានស្ថិតនៅស្រុកខ្សាច់កណ្ដាលដើម្បីពង្រឹងសមត្ថភាពការងារជាពិសេសត្រៀមចូលរួមការបោះឆ្នោតឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ2027ខាងមុខបន្ទាប់មកឯកឧត្តមនិងក្រុមការងារបានចុះសួរសុខទុក្ខនិងឧបត្ថម្ភថវិកាដល់ប្រជារាស្ត្រក្រីក្រនិងគ្រួសារដែលទទួលមរណភាពស្ថិតនៅភូមិអញ្ចែងលើឃុំពុកឫស្សីនៅរសៀលថ្ងៃដដែលឯកឧត្តមគង់បណ្ដូលនិងក្រុមការងារបានចុះសួរសុខទុក្ខនិងឧបត្ថម្ភថវិកាដល់បងប្អូនប្រជារាស្ត្រដែលមានជីវភាពខ្វះខាតស្ថិតនៅឃុំឫស្សីជ្រោយស្រុកមុខកំពូលក្នុងឱកាសនោះឯកឧត្តមបាននាំយកនៅព្រះបណ្ដាំសួរសុខទុក្ខរបស់ព្រះអម្ចាស់នរោត្តមចក្រាវុធព្រះប្រធានគណៈបកជូនដល់បងប្អូនទាំងអស់នៅព្រះហឫទ័យនឹករលឹកនិងអាណិតអាសូរជាទីបំផុតនៅថ្ងៃទី30ខែមិនិនាគណៈកម្មាធិការប្រតិបត្តិស្រុកគៀនស្វាយបានបន្តបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈនិងខែមិនិនាឆ្នាំ2025ដែលកិច្ចប្រជុំដឹកនាំដោយសហជីវិនទិនសល់ឆ្លៀតពេលនោះក្រុមការងារបានចុះសួរសុខទុក្ខនិងឧបត្ថម្ភថវិកាដល់គ្រួសារសពមន្ត្រីប្រតិបត្តិឃុំឈើទាលផងដែរចំណែកគណៈបកហ៊ុនស៊ិនប៉ិចខេត្តតាកែវនៅថ្ងៃទី30ខែមិនិនាឆ្នាំ2025ឯកឧត្តមយ៉ានសវណ្ណាប្រធានប្រតិភូក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងជាប្រធានក្រុមការងារបោះឆ្នោតគណៈបកហ៊ុនស៊ិនប៉ិចខេត្តតាកែវបានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការប្រតិបត្តិខេត្តស្រុកនិងឃុំទាំងអស់នៃស្រុកបាទីដើម្បីពិភាក្សាលើការពង្រឹងរចនាសម្ព័ន្ធគណៈបកហ៊ុនស៊ិនប៉ិចនៃទូទាំងឃុំក្នុងស្រុកបាទីខេត្តតាកែវក្រោមការណែនាំរបស់ឯកឧត្តមអង្គសម្បូរអគ្គលេខាធិការប្រតិបត្តិគណៈបកហ៊ុនស៊ិនប៉ិចនិងជាប្រធានក្រុមការងារបោះឆ្នោតរាជធានីភ្នំពេញគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញបានបើកកិច្ចប្រជុំមួយក្រោមការដឹកនាំរបស់សហជីវិនច័ន្ទគ្រឹស្ណាឧត្តមប្រឹក្សាគណៈបកនិងសហជីវិនសុនមករាអនុប្រធានក្រុមការងារបោះឆ្នោតរាជធានីភ្នំពេញកិច្ចប្រជុំបានត្រួតពិនិត្យសកម្មភាពការងារប្រចាំខែមិនិនាឆ្នាំ2025និងពង្រឹងរចនាសម្ព័ន្ធសង្កាត់ខណ្ឌការដាក់ភ្នាក់ងារសង្កេតការណ៍ដើម្បីពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ2025បន្ទាប់មកក្រុមការងារបានចុះលើកស្លាកគណៈបកហ៊ុនស៊ិនប៉ិចនៅផ្ទះសហជីវិនពេជ្រសំណាងក្នុងភូមិវាលស្បូវសង្កាត់វាលស្បូវគណៈបកហ៊ុនស៊ិនប៉ិចខេត្តបាត់ដំបងនៅថ្ងៃទី28-29ខែមិនិនាឆ្នាំ2025សហជីវិនពៅអ៊ីងគ្រីអនុប្រធានគណៈបកនិងជាប្រធានក្រុមការងារបោះឆ្នោតគណៈបកហ៊ុនស៊ិនប៉ិចខេត្តបាត់ដំបងព្រមទាំងសហការីបានចុះពង្រឹងរចនាសម្ព័ន្ធនៅមូលដ្ឋានឃុំព្រៃតូចស្រុកមុងរុស្សីព្រមទាំងបានជួសជុលស្លាកសញ្ញាគណៈបកដែលចាស់ទ្រុឌទ្រោមឲ្យល្អប្រសើរឡើងវិញនៅតាមបណ្ដោយផ្លូវជាតិក្នុងស្រុកមុងរុស្សីនិងស្រុករតនបណ្ឌុលក្រោយបញ្ចប់ការងារក្រុមការងារទាំងអស់បានទទួលទានអាហារសាមគ្គីរួមគ្នាក្រោមការរៀបចំរបស់សហជីវិនពៅអ៊ីងគ្រីជាមួយនឹងកិច្ចសន្ទនាចែករំលែកនៅទស្សនវិស័យនិងឆន្ទៈក្នុងការបម្រើគណៈបកហ៊ុនស៊ុនប៉ិចក្រោមព្រះកិច្ចដឹកនាំរបស់ព្រះអម្ចាស់នរោត្តមចក្រាវុធព្រះប្រធានសហជីវិនខេត្តឡុងហ៊ីប្រធានយុវជនគណៈបកហ៊ុនស៊ុនប៉ិចខេត្តកំពង់ចាមនិងជាតំណាងឯកឧត្តមញឿនរ៉ែនប្រធានក្រុមការងារនាថ្ងៃទី30ខែមិនិនាឆ្នាំ2025បានជួបសំណេះសំណាលជាមួយសមាជិកសមាជិកានៅភូមិកោះសតិនឃុំកំពង់ចាមស្រុកកោះសតិននៅក្នុងឱកាសនោះសហជីវិនក៏បាននាំយកនៅព្រះអំណោយរបស់ព្រះអម្ចាស់នរោត្តមចក្រាវុធព្រះប្រធានគណៈបកមានក្រមានិងថវិកាដើម្បីចែកជូនដល់ប្រជារាស្ត្រក្រីក្រនិងអ្នកចូលរួមក្នុងឱកាសនោះផងដែរក្រោមការណែនាំរបស់ឯកឧត្តមញឿនរ៉ែននេះដែរសហជីវិនមេឃវុធីនិងសហជីវិនព្រាបលេងអនុប្រធានក្រុមការងារបោះឆ្នោតគណៈបកហ៊ុនស៊ិនប៉ិចខេត្តកំពង់ចាមក៏បានដឹកនាំកិច្ចប្រជុំពង្រឹងរចនាសម្ព័ន្ធបេក្ខភាពឃុំរបស់គណៈបកហ៊ុនស៊ិនប៉ិចនៅស្រុកចំការលើ